រក្សាចិត្តចិត្តជាធម្មជាតិដែលស្ថិតនៅក្នុងហឫទ័យនៃបេះដូងរបស់មនុស្សគ្រប់គ្នាចិត្តនេះតែងត្រេះរិះសន្សំគិតនៅក្នុងអារម្មណ៍ផ្សេងដែលស្ថិតនៅខាងក្រៅមានអាការៈល្អិតល្អន់មិនបងមានការប្រែប្រួលទៅតាមអារម្មណ៍និងមានការលំបាកថែរក្សាក្រៃពីកាលណាបើមានអ្វីប៉ះនឹងចិត្តហើយចិត្តនោះតែងទទួលយកនៅអារម្មណ៍ទៅត្រេះរិះពិចារណាភ្លាមសរុបសេចក្តីមកចិត្តជាធម្មជាតិដ៏ធំជាប្រធាននៃតួអង្គរបស់មនុស្សកាលណាបើចិត្តបានទទួលរឿងល្អដល់ខ្លួនចិត្តនោះក៏មានសោមនស្សរីករាយសប្បាយកាលណាបើចិត្តទទួលរឿងមិនល្អនាំឲ្យចិត្តវឹកវរកើតនៅសេចក្តីទុក្ខមានការខឹងស្អប់ជាដើមហៅថាទោមនស្សបើចិត្តដឹកនាំបុគ្គលឲ្យធ្វើអ្វីហើយក៏ធ្វើតាមអំណាចនៃចិត្តដែលដឹកនាំបង្គាប់បញ្ជានេះបុគ្គលនោះតែងបានទទួលនៅសេចក្តីលំបាកគ្រប់យ៉ាងការប្រព្រឹត្តធ្វើដោយកាយក្តីសម្ដីនិយាយដោយវាចាក្តីទោះល្អក្តីអាក្រក់ក្តីសុទ្ធតែនៅក្នុងអំណាចរបស់ចិត្តទាំងអស់បើចិត្តនេះបង្គាប់បញ្ជាយ៉ាងណាក៏ធ្វើតាមយ៉ាងនោះដូចជាចិត្តប្រកបដោយលោភៈគឺមានសេចក្តីប្រាថ្នាចង់បានហួសហេតុទោសៈកើតការខឹងស្អប់ច្រើនមោហៈរមែងវង្វេងភ័ន្តច្រឡំយល់ល្អថាអាក្រក់ឃើញអាក្រក់ថាល្អឯរាងកាយពុំបានហាមឃាត់ចិត្តឲ្យផុតចាកសេចក្តីអាក្រក់នោះហើយចេះតែវង្វេងងីងងងជំពាក់ចិត្តតែអារម្មណ៍នោះឥតស្គាល់ភារៈល្អអាក្រក់ថាយ៉ាងណាហេតុនេះបាននាំឲ្យសត្វទទួលនៅសេចក្តីលំបាកជានេះទាំងទុក្ខក្នុងបច្ចុប្បន្នមានគុកខ្នោះច្រវាក់ជាដើម